បាទជំរាបសួរលោកអ៊ំបាទជំរាបសួរលោកអ៊ំមានឈ្មោះអីដែរលោកអ៊ំខ្ញុំឈ្មោះអ៊ំរុះទីតាំងនេះគេហៅភូមិឃុំអីដែរលោកអ៊ំនៅភូមិឃុំត្អុងស្រុកឆ្កាលើខេត្តភូមិចាមលោកអ៊ំមុននឹងលោកអ៊ំជាវផលិតផលរ៉ាសង់តេនេះមកប្រើប្រាស់លោកអ៊ំមានបញ្ហាអ្វីដែរលោកអ៊ំខ្ញុំមានបញ្ហាតម្រងនោមពាក់ព័ន្ធនឹងបញ្ហាតម្រងនោមដែរលោកអ៊ំថាមានបញ្ហានេះតើវាធ្វើទុកឲ្យលោកអ៊ំមិនខ្លះដែរលោកអ៊ំមាននោមញឹកគ្រូបាទនោមញឹកញាប់មកយុគ10ដងហើយនោះនោមញឹកមកយុគ4-10ដងណាលោកអ៊ំបាទពាក់ព័ន្ធនឹងការនោមរបស់លោកអ៊ំមិនមែនតែលោកអ៊ំនោមមកមានអារម្មណ៍ថាក្តៅឬក៏មិនដែរលោកអ៊ំបាទក្តៅកាហាយក្តៅខ្ងាស់នឹងហើយនោមវាអត់អស់អញ្ចឹងគ្រូបាទអញ្ចឹងលោកអ៊ំបានប្រើផលិតផលនេះបានធូរប្រហែលជាប្រមាណភាគរយដែរលោកអ៊ំបាទធូរ50%អញ្ចឹងលោកអ៊ំនៅប្រើប្រាស់រាល់ថ្ងៃទេអ៊ំបាទនៅរាល់ថ្ងៃអញ្ចឹងលោកអ៊ំហូបអស់ប្រមាណហើយហូបអស់មកកំប៉ុងបាទអញ្ចឹងចូលកំប៉ុងទី2ណាលោកណាបាទទី2ចំពោះផលិតផលនេះតើលោកអ៊ំជឿជាក់ប្រមាណភាគរយដែរលោកអ៊ំជឿជាក់70%បាទលោកអ៊ំបាទអញ្ចឹងការមកសម្ភារនេះតើខាងក្រុមហ៊ុនមានការជួលលោកអ៊ំឬក៏មិនដែរទេលោកអ៊ំបាទអត់មានបងប្អូនគ្រូណាជួលខ្ញុំទេខ្ញុំស្ម័គ្រចិត្តបាទព្រោះខ្ញុំធ្លាប់ប្រើវាល្អបាទលោកអ៊ំជាចុងក្រោយលោកមានពាក្យពេចន៍អីផ្ដាំផ្ញើទៅពុកម៉ែបងប្អូនយើងដែលមានបញ្ហាដូចលោកអ៊ំទេលោកអ៊ំបាទមានពាក្យពេចន៍ចុងក្រោយមានខ្ញុំប្រើនឹងផ្ដាំផ្ញើទៅបងប្អូនមានអាការៈដូចខ្ញុំអញ្ចឹងសូមប្រើអានឹងទៅមិនខុសបំណងទេពុកម៉ែបងប្អូនណាដែលមានអាការៈគឺតម្រង់នោមដូចខ្ញុំនោមទាស់នោមញឹកដូចខ្ញុំនេះសូមមកប្រើផលិតផលនេះរ៉ាសង់តេរបស់ប្រាំងនេះពិតជាល្អណាស់